មុននឹងខ្លាយជាវិស្វករដ៏ជំនាញមានស្នាដៃល្បីនោះយើងត្រូវធ្វើអនុវត្តពីរបៀបផ្ទះទូចទូចសិនដំបូងគាត់ចាក់សសរដោយមានពុម្ពសសរទូចទូចលាយស៊ីម៉ងលាយអីមែនទែនបងប្អូនហើយដោយមានការវាស់វែងຂະຫນາດត្រឹមត្រូវដោយមានការបែងចែកបន្ទាត់កែងនិងកម្រាលដាក់ដែកដាក់បេតុងយ៉ាងស្រួលយ៉ាងជាប់យ៉ាងល្អនិយាយទៅទឹកដៃគាត់មិនធម្មតាទេបងប្អូនគាត់ធ្វើតម្រាំបានជាវិស្វករដ៏ជំនាញនោះគាត់ឆ្លងកាត់ពីការធ្វើជាផ្ទះទូចទូចគំរូសិនផ្ទះតូចហ្នឹងក៏មានឥដ្ឋគាត់ហ្នឹងគឺឥដ្ឋដែលធ្វើដោយខ្លួនឯងទៀតបងប្អូនគាត់ដុតមានពុម្ពគាត់ច្បាស់លាស់ហើយក៏រៀបចំគាត់ដាក់ធ្នឹមដាក់អីមកដាក់ដែកដាក់អីត្រឹមត្រូវកាលណាគាត់ design បានស្អាតចឹងហើយគាត់នឹងក្លាយទៅជាវិស្វករដ៏ជំនាញដោយសារតែគាត់ឆ្លងកាត់ពីការ design ម៉ូដផ្ទះទូចទូចហើយនឹងទទួលបានការពេញចិត្តពីអតិថិជនឃើញថាទឹកដៃគាត់ស្អាតមិនធម្មតាសូម្បីតែផ្ទះគំរូទូចនេះក៏គាត់ធ្វើបានស្អាតចុះទៅរំនៅផ្ទះធំទៀតគាត់នឹងទទួលបានការពេញនិយមពីអតិថិជននេះជាស្នាដៃដ៏ល្អសម្រាប់ការ design ម៉ូដផ្ទះទូចទូចសិននឹងការពេញចិត្តរបស់បងប្អូនឃើញល្អមែនទេបងប្អូន